Bà sức đây khi dương ngày đi ngày chán thì vừa muối khẻ đọc bị bòn bày phèm hay dương khơi tha mìa công pong tại tụ làng từ lờ chẳng muốn dương từ mưa đau mìa tụ làng từ lỡ dương mưa sẽ gặp phía bao nhung bị phật đi muốn chăm chập đã mưa xa nó phật đi ok cho có chăm tụ đa tam đàn video đó này bạn đi cái chia sẽ cảm ơn bao nhiêu bị bật môn chập vào đám vừa ép xem chẳng bị bật ấy ngư máu nhom hạt vô đồng đầy mũi sấn bà đầy tầng đầy chuối đầy đầm chẳng nhom vô xài để nhom tiền ní cứ miền tầng nguồn 20 lô chẳng xài muối chấm luôn 10 lô chẳng nhom tiền vì chẳng sân máu đầm bay ở vì tăng dạch đống đâu bị bật bà để sao tại ngay ní bạn thua cá dương nở mưa xả sân muốn tay muốn dương thực xá muốn dương từ mưa xa dương hạt sạch đông dương thạch sắn đầm bay ở riêng cài dương ở miền thịt hạt hún bà mèo nhom hạt sạch đông rồi có hạt pran đầm bay sọc thịt hạt pran đầm bay uốn na rồi có đầm bay bê chênh là thì rồi có đầm bay bằng hai thác luôn ấy song hai ở thì tại nhom vô sọc thịt bỏ nhóm chỉ ti mùi ok cày bị nhom hạt vô sạch đông đầy hơi nhom có miền hạt pram biết bà cứ ở vòngបែបនេះក៏ជាលក្ខណៈមួយដែលធ្វើឲ្យរាងកាយ body របស់យើង strong រឹងមាំដែរអញ្ចឹងខ្ញុំអវងបែបនេះ4 10 20ចឹងមកហើយវងជើងមួយជាហៀងសាងខាងបាទតមកខ្ញុំក៏ធ្វើលំហាត់មួយទៀតខ្ញុំទាញជើងចូលមុខបន្តិចហើយខ្ញុំច្រត់ដៃហើយខ្ញុំជំមុជក្បាលចុះទៅក្រោមហាត់បែបនេះគេហៅថា calisthenic ដោយសារតាខ្ញុំមានគោលដៅដាក់ទៅហាត់ calisthenic ពីមុនខ្ញុំចង់ហាត់ gym ហាត់លើកអាំងទែលើកអីតែក្រោយមកខ្ញុំគិតថាខ្ញុំអត់ពេលខ្ញុំក៏ហាត់ calisthenic វិញហើយបន្ទាប់មកហាត់បែបនេះគឺយកសាច់ដុំពោះបាទហើយយើងធ្វើអញ្ចឹង4 10 20មកតែមួយ rep មាន15អញ្ចឹងបងប្អូនអរគ្នាអាចធ្វើ15គុណនឹង3អីមកនេះដោយសារតែខ្ញុំធ្វើថ្ងៃបន្ទាប់មកក្រោយពីខ្ញុំហាត់ហើយខ្ញុំមករៀបចំផ្ទះបាយរបស់ខ្ញុំរៀបចំចានរៀបចំឆ្នាំងទុកដាក់ឲ្យមានតាមកន្លែងពេលខ្ញុំលាងហើយហ្នឹងកាលពីខ្ញុំយកញ៉ាំអីយកមិញហើយខ្ញុំបានលាងវាទុកទៅមកខ្ញុំក៏រៀបចំកំប៉ុងក្លុកប្រូតេអ៊ីនរបស់ខ្ញុំអញ្ចឹងជារៀងរាល់ថ្ងៃខ្ញុំញ៉ាំប្រូតេអ៊ីន2ពេលមួយពេលខ្ញុំញ៉ាំមួយសតកន្លះអញ្ចឹង2ពេលអញ្ចឹងពេលនេះខ្ញុំរៀបចំហើយអញ្ចឹងនៅពេលព្រឹកនេះមិញខ្ញុំបានហាត់ហើយ30នាទីហើយបន្ទាប់មកខ្ញុំយកផ្លែចេក2មកចាត់ដាក់កែវហើយបន្ទាប់មកទៀតយើងចាត់ដាក់វាយ៉ាងមកខ្លីៗតិចមកដើម្បីឲ្យម៉ាស៊ីនរបស់យើងនឹងស្រួលកិនកុំឲ្យញាប់ពេកចង់និយាយថាពេលយើងដាក់ធំពេកម៉ាស៊ីនយើងក៏វាតឹងដែរអញ្ចឹងយើងក៏ដាក់ខ្សែដែរអីមកអូខេយើងយកទឹកដោះគោចាក់ចូលចាក់បែបនេះមកបន្ទាប់មកយើងដាក់ប្រូតេអ៊ីនចូលបាទខ្ញុំដាក់ព្រឹកនេះខ្ញុំដាក់2 shot ដោយសារថាយើង work out ច្រើនយើងអាចធ្វើការងារខួរក្បាលផងការងារយើងហាត់ប្រាណផងអូខេយើងក៏ក្លុកយកបាទប្រហែលជាខ្ញុំដាក់ក្លុកប្រហែលជា5នាទីអីរួចរាល់ហើយតាមពិតយើងមិនបាច់ឈរទប់អញ្ចឹងក៏បានដែរសម្រាប់ម៉ាស៊ីនក្លុកបងប្អូនអរគ្នាក៏ធ្លាប់ប្រើដែរដាក់ចោលក៏បានដែរបន្ទាប់មកយើងក៏យកវាចាក់ដាក់កែវហើយនឹងដាក់ដបបាទដាក់កំប៉ុងមួយដាក់កែវមួយអូខេហើយខ្ញុំក៏ត្រងវាធ្លាក់អស់អូខេបន្ទាប់មកទៀតខ្ញុំក៏មានរបស់មួយទៀតដែលពិសេសសម្រាប់ខ្ញុំគឺពងមាន់ជាមួយនឹងនេះពងមាន់5គ្រាប់ជាមួយនឹងផ្កាខាត់ណាហើយទាំងអស់នេះខ្ញុំយកទៅស្ងោរបាទខ្ញុំយកពងមាន់ទៅស្ងោរហើយខ្ញុំក៏ដាក់ស្ងោរផ្កាខាត់ណាស្រស់ជាមួយគ្នាផងដែរដើម្បីញ៉ាំជាអាហារមួយដែលมันមានជាតិខ្លាញ់ដើម្បីជួយឲ្យយើងមានប្រូតេអ៊ីននៅក្នុងខ្លួនយើងបាទដើម្បីជំនួយសាច់ដុំយើងផងដែរ
នៅកន្លែងនេះគឺយើងយកពងមាន់យកស្ងោរចំនួន5គ្រាប់ថ្ងៃហ្នឹងខ្ញុំញ៉ាំ5គ្រាប់ដោយសារតែក្នុងពងមាន់មួយមានចំនួនប្រូតេអ៊ីនចំនួនទៅ6ក្រាមអញ្ចឹងបើយើងយក6គុណនឹង5វាស្មើនឹង30ក្រាមបូកជាមួយនឹងប្រូតេអ៊ីនដែលខ្ញុំញ៉ាំ2 shot ទៀតអញ្ចឹងវាច្រើនអញ្ចឹងចូលមកដល់កន្លែងនេះម្ដងនេះគឺជាអ្វីដែលយើងត្រូវធ្វើបន្ទាប់ពីរឿងរ៉ាវទាំងអស់បានបញ្ចប់អូខេយើងឃើញថាមាសថ្ងៃនេះឡើងខ្លាំងមែនតើបាទពេលព្រឹកបាទបើកផ្សារមកឡើងដល់$3,922នេះមាននៅក្នុង platform ដែលគេហៅថាជួញដូរទៅក្នុង broker ណាសម្រាប់មាសខាងក្រៅប្រហែលជាឡើងដល់500ជាងហើយអញ្ចឹងណាឬក៏4,000ជាងហើយសម្រាប់នៅក្នុង platform គឺយើងជួញដូររហ័សលឿន$3,922បាទរយៈពេលនេះតម្លៃបាន hit ឡើងខ្ពស់ខុសពីសប្តាហ៍មុនទៅហើយអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបងប្អូនអរគុណ